ប្រទេសឡាវសំងំពង្រឹងអំណាចដែនអាកាសស្ងាត់ៗដោយកំពុងតែបង្វឹកអ្នកបើកបរដោយប្រើយន្តហោះប្រយុទ្ធយ៉ាក់130ដែលបានទិញពីរុស្ស៊ីចំនួន10គ្រឿងនៅក្នុងតម្លៃ$300 លានអាមេរិកនេះបើយោងទៅតាមគេហទំព័រ Fly Global កិច្ចសន្យាទិញលក់យន្តហោះប្រយុទ្ធយ៉ាក់130រវាងឡាវនិងរុស្ស៊ីត្រូវបានចុះហត្ថលេខានៅឆ្នាំ2017ហើយមកដល់ពេលនេះឡាវបានទទួលយន្តហោះនេះចំនួន4គ្រឿងកញ្ចប់នេះរួមបញ្ចូលទាំងការបណ្ដុះបណ្ដាលគ្រឿងបន្លាស់និងការគ្រប់គ្រងផ្នែកបច្ចេកទេសរយៈពេលវែងយ៉ាក់130ជាយន្តហោះប្រយុទ្ធធន់ស្រាលដែលត្រូវបានប្រើសម្រាប់ការហ្វឹកហាត់មុនឈានទៅទិញយន្តហោះដែលមានសមត្ថភាពចម្បាំងពេញលេញដូចជា F-16 របស់អាមេរិក Su-30 របស់រុស្ស៊ីឬក៏ J-10C របស់ចិនយ៉ាក់130អាចហោះបានល្បឿនជាង900គីឡូម៉ែត្រក្នុង1ម៉ោងអាចទម្លាក់គ្រាប់បែកតូចៗនិងបាញ់មីស៊ីលរយៈចម្ងាយខ្លីខុសពីយន្តហោះចម្បាំងពេញសមត្ថភាពដែលអាចហោះបានជាង2000គីឡូម៉ែត្រក្នុង1ម៉ោងអាចបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយនិងមានប្រព័ន្ធរ៉ាដាទំនើបបើទោះបីជាមិនអាចធៀបបានទៅនឹងយន្តហោះចម្បាំងពេញលេញយ៉ាក់130ងាយស្រួលថែទាំនិងផ្ដល់ឲ្យប្រទេសឡាវនៅលទ្ធភាពវាយប្រហារនៅក្នុងទីជិតនិងពង្រឹងការល្បាតដែនអាកាសដែលបន្ថែមនូវភាពបត់បែនទៅដល់កងទ័ពអាកាសឡាវយោងតាម Global Military ក្រៅពីយ៉ាក់130ប្រទេសឡាវក៏កំពុងតែប្រើប្រាស់យន្តហោះប្រយុទ្ធ Hongdu K8W ដែលផលិតនៅប្រទេសចិនផងដែរ K8W អាចបាញ់រ៉ុកែតទំហំពី50ទៅ90មីលីម៉ែត្រដោយគ្មានឧបករណ៍នាំផ្លូវអាចទម្លាក់គ្រាប់បែកតូចៗទម្ងន់ពី50ទៅ250គីឡូក្រាមដែលភាគច្រើនប្រើសម្រាប់ការហ្វឹកហាត់នៅអាស៊ីអាគ្នេយ៍សង្ហបុរីមានយន្តហោះចម្បាំង102គ្រឿងច្រើនជាងគេតាមបន្តដោយថៃ72គ្រឿងមីយ៉ាន់ម៉ា58គ្រឿងឥណ្ឌូនេស៊ីនិងវៀតណាម41គ្រឿងដូចគ្នាម៉ាឡេស៊ី26គ្រឿងហ្វីលីពីន12គ្រឿងនេះបើយោងទៅតាមទិន្នន័យឆ្នាំ2025របស់ Global Firepower ឡាវរំពឹងថានឹងក្លាយទៅជាប្រទេសបន្ទាប់នៅក្នុងបញ្ជីប្រទេសមានយន្តហោះចម្បាំងនៅក្នុងតំបន់